បាទសួស្តីបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំបាននឹងមកណែនាំឲ្យបងប្អូនទាំងអស់គ្នាចេះទៅខ្ចីប្រាក់ជាមួយនឹងកម្មវិធីមួយនៅលើទូរស័ព្ទដៃបាទកម្មវិធីហ្នឹងគឺយើងអាចខ្ចីប្រាក់បានចាប់ពី$600ទៅដល់$1000ហើយកម្ចីលើកទី1គឺបងប្អូនអាចខ្ចីបាន$600លើកទី2បងប្អូនអាចខ្ចីបាន$1000ហើយក្នុងការខ្ចីនឹងអត់ពិបាកទេបងប្អូនណានឹងអត់ពិបាកទេបងប្អូនមានតែលេខទូរស័ព្ទដៃនិងអត្តញ្ញាណប័ណ្ណគឺបងប្អូនអាចខ្ចីបានហើយសូមបញ្ជាក់ដល់កាន់បងប្អូនថាការខ្ចីនឹងតើតែបងប្អូនមានកងធនាគារ AVA និងគណនីវិញបងប្អូនណាទៅយើងអាចខ្ចីបានបាទចឹងកុំឲ្យវីដេអូយើងវិញឆ្ងាយឥឡូវបងប្អូនចូលតាមដានជាមួយខ្ញុំបាទទាំងអស់គ្នាមកបាទជាមុនដំបូងចំពោះបងប្អូនដែលប្រើទូរស័ព្ទដៃ Mac Vivo Oppo Samsung ជាដើមបងប្អូនអាចចូលទៅរក download កម្មវិធីនឹងបាននៅក្នុង Play Store គឺនៅត្រង់កន្លែងខ្ញុំគូបងប្អូនក្រហមហើយមានបាញ់សញ្ញាព្រួយនៅចំពីលើហ្នឹងបាទបងប្អូនចុចចូលមកក្នុង Play Store មកបាទបន្តមកទៀតបងប្អូនមកចុចត្រង់កន្លែងខ្ញុំមកគូបងប្អូនក្រហមហើយមានបាញ់សញ្ញាព្រួយនៅចំពីលើហ្នឹងបាទបងប្អូនចុចចំពីលើនឹងពណ៌មកបន្តមកទៀតបងប្អូនមកសរសេរឈ្មោះកម្មវិធីនឹងនៅត្រង់កន្លែងខ្ញុំមកគូបងប្អូនក្រហមហើយមានបាញ់សញ្ញាព្រួយនៅចំពីក្រោមនឹងមកបាទហើយឈ្មោះកម្មវិធីនឹងចាំខ្ញុំដាក់ភ្ជាប់ជាមួយនឹងចំណងជើងវីដេអូនេះបងប្អូនណាបាទនេះឈ្មោះកម្មវិធីនឹងគឺនៅត្រង់កន្លែងនេះបងប្អូនឃើញទេនេះនៅត្រង់កន្លែងខ្ញុំគូបងប្អូនក្រហមហើយមានបាញ់សញ្ញាព្រួយចំពីក្រោមនឹងបាទបន្ទាប់ពីយើងបានទៅសេចេញឈ្មោះចឹងរួចហើយបន្តមកទៀតយើងមកចុចបញ្ជូនត្រង់កន្លែងនេះមកបាទកន្លែងដែលខ្ញុំគ្វាទៅគ្វាមកបាទអូខេបន្តមកបងប្អូននៅឃើញកម្មវិធីនឹងនៅត្រង់កន្លែងនេះបងប្អូនណានៅត្រង់កន្លែងខ្ញុំគុំបងប្អូនក្រហមនេះឃើញទេដែលមានរូប logo អក្សរ G ហ្នឹងបាទកម្មវិធីនឹងគឺយើងអាចខ្ចីបានពិតណាបងប្អូនអត់កុហកអត់បោកប្រាស់ទេគឺបងប្អូនខ្ចីបានពិត100%បងប្អូនហ្នឹងហើយបន្តមកបងប្អូនទាំងអស់គ្នាមកចុចដំឡើងត្រង់កន្លែងនេះមកកន្លែងខ្ញុំគូបងប្អូនក្រហមហើយមានបាញ់សញ្ញាព្រួយនៅចំពីក្រោមហ្នឹងបងប្អូនចុចបកមកបាទតើមកយើងរងចាំអញ្ចឹងរងចាំសិនពេលតែ download ពេញដំឡើងពេញខ្ញុំនឹងប្រាប់វិធីសាស្ត្រក្នុងការចុះឈ្មោះនឹងហើយដើម្បីធ្វើការកម្ចីលុយនៅក្នុងកម្មវិធីនឹងបានបាទឥឡូវនេះខ្ញុំបាន download ពេញហើយទៅមកទៀតខ្ញុំចុចថយក្រោយបាទអូខេបន្តមកយើងស្វែងរកកម្មវិធីដែលយើងបាន download មកមិញហ្នឹងបាទហើយខ្ញុំអូរមើលសិននេះកម្មវិធីហ្នឹងគឺនៅត្រង់កន្លែងនេះបងប្អូនណាត្រង់កន្លែងខ្ញុំគូបងប្អូនក្រហមនេះអញ្ចឹងបងប្អូនចុចចូលមកបន្ទាប់ពីបងប្អូនបាន download រួចហើយបងប្អូនចុចចូលមកបាទអូខេបន្តមកទៀតនឹងចេញតម្រងលក្ខណៈបែបនេះបងប្អូនចុចពាក្យថាយល់ព្រមនេះកន្លែងខ្ញុំគូបងប្អូនក្រហមមានបាញ់សញ្ញាព្រួយនៅចំពីលើហ្នឹងបាទបងប្អូនចុចបកមកបាទបន្តមកទៀតបងប្អូនមកចុចត្រង់កន្លែងពាក្យថាយល់ព្រមម្ដងទៀតមកបាទចុចបកមកអូខេបន្តមកបងប្អូនមកចុចពាក្យថាយល់ព្រមម្ដងទៀតមកបាទដើម្បីធ្វើការបញ្ជាក់ជាមួយនឹងក្រុមហ៊ុនរបស់គេបងប្អូនណាអូខេបន្តមកបងប្អូននៅឃើញតម្រងបែបនេះបាទបងប្អូនចង់កម្ចីបានតែបងប្អូនធ្វើការចុះឈ្មោះជាមុនសិនបងប្អូនណាទើបយើងអាចធ្វើការកម្ចីបានអញ្ចឹងដើម្បីយើងចុះឈ្មោះកម្ចីលុយជាមួយនឹងកម្មវិធីនឹងបានបងប្អូន
មកចុចត្រង់កន្លែងនេះត្រង់កន្លែងខ្ញុំគូបងពើក្រហមមានមិនសញ្ញាព្រួយចំពីលើហ្នឹងបងប្អូនចុចបកមកបន្ទាប់មកគឺគេទាមទារឲ្យយើងនឹងដាក់បញ្ចូលលេខទូរស័ព្ទដៃយើងហ្នឹងហើយអញ្ចឹងបងប្អូនធ្វើការវាយបញ្ចូលលេខទូរស័ព្ទដៃរបស់បងប្អូនមកឥឡូវខ្ញុំលើកឧទាហរណ៍នេះខ្ញុំគ្រាន់តែលើកឧទាហរណ៍ទេបងប្អូនណាហ្នឹងហើយនេះលេខទូរស័ព្ទខ្ញុំបាទហ្នឹងហើយលេខទូរស័ព្ទហ្នឹងគឺយើងប្រើ SIM អីក៏បានដែរបងប្អូនណាបាទតើមកទៀតបងប្អូនមកចុចត្រង់កន្លែងពាក្យថាមកលេខកូដបងប្អូនឃើញទេនេះកន្លែងខ្ញុំគូបងប្អូនក្រហមមានបែកសញ្ញាព្រួយចំពីក្រោមហ្នឹងបាទចុចចំពីលើនឹងបកមកអូខ្ញុំភ្លេចប្រាប់ឲ្យបងប្អូនមកចុចគ្រីសកន្លែងនេះមួយទៀតនេះកន្លែងខ្ញុំមកគូបងប្អូនក្រហមនេះឃើញទេកន្លែងចុងព្រួយខ្ញុំបាទចង់អល់ធ្វើដៃគ្វាទៅគ្វាមកហ្នឹងគឺមានកឡោនមួយឲ្យយើងចុចគ្រីសទៅមកយើងចុចកន្លែងពាក្យថាមកលេខកូដរួចហើយយើងរងចាំឲ្យគេមកលេខកូដមកឲ្យយើងបាទមកឲ្យនេះមកឲ្យបងប្អូនណាបាទមកឥឡូវហើយនេះឥឡូវខ្ញុំអូសមើលសិនលេខកូដប្រមាណនេះ7គាត់37បាទ7គាត់37ហ្នឹងហើយអញ្ចឹងយើងវាយចូលមកបាទ7គាត់37បាទបន្តមកទៀតយើងចុចពាក្យថាបន្តបាទយើងចុចបន្តមកបាទរួចហើយយើងរងចាំបន្តិចបាទអូខេបន្តមកយើងចុចត្រង់កន្លែងពាក្យថាស្នើសុំឥឡូវនេះបងប្អូនណានេះឃើញទេគេដាក់ថាស្នើសុំឥឡូវនេះបាទចុចបកមកអូខេបន្តមកយើងចុចពាក្យថាយកព្រមម្ដងទៀតមកបាទព្រមមកអូខេយើងយកពាក្យថាអនុញ្ញាតបាទហើយយើងយកពាក្យថាយកព្រមបាទអនុញ្ញាតម្ដងទៀតបាទរួចហើយយើងរងចាំមួយភ្លាមសិនបាទអូខេមកដល់ចំណុចត្រង់កន្លែងនេះគឺគេឲ្យយើងដាក់បំពេញឈ្មោះរបស់យើងបងប្អូនណានេះឈ្មោះយើងនៅត្រង់កន្លែងហ្នឹងឃើញអក្សរខ្មែរគេដាក់ថាឈ្មោះពេញឧទាហរណ៍ថាបងប្អូនទាំងអស់គ្នាឈ្មោះអ្វីឥឡូវខ្ញុំលើកឧទាហរណ៍ថាខ្ញុំឈ្មោះវ៉នបាទគឹមសឿងបាទទៅមកទៀតត្រង់កន្លែងនេះគេឲ្យយើងដាក់បញ្ចូលលេខអត្តញ្ញាណប័ណ្ណរបស់យើងនេះត្រង់កន្លែងខ្ញុំអាគូបងពើក្រហមដែលមានបីសញ្ញាព្រួយចំពីលើហ្នឹងបាទបងប្អូនអាចដាក់បញ្ចូលលេខអត្តញ្ញាណប័ណ្ណរបស់បងប្អូនបានបាទអញ្ចឹងខ្ញុំសូមយកលេខអត្តញ្ញាណប័ណ្ណរបស់ខ្ញុំយកមកលើកជាឧទាហរណ៍បង្ហាញប្រាប់បងប្អូនទាំងអស់គ្នាខ្ញុំដាក់បញ្ចូលលេខអត្តញ្ញាណប័ណ្ណរបស់ខ្ញុំបាទតើពេលយើងបានដាក់បញ្ចូលលេខអត្តញ្ញាណប័ណ្ណរបស់យើងរួចហើយបន្តមកទៀតបងប្អូនទាំងអស់គ្នាជ្រើសរើសភេទថាតើបងប្អូននឹងភេទអ្វីប្រុសឬក៏ស្រីអញ្ចឹងបងប្អូនមកចុចត្រង់កន្លែងនេះមកបាទត្រង់កន្លែងខ្ញុំគូបងប្អូនក្រហមមានបីសញ្ញាព្រួយចំពីក្រោមហ្នឹងបាទចុចបកមកបាទបន្តមកទៀតបងប្អូនយកទៅបងប្អូនភេទស្រីគឺយកស្រីភេទប្រុសគឺយកប្រុសអញ្ចឹងខ្ញុំប្រុសខ្ញុំយកប្រុសបងប្អូនណាហ្នឹងហើយអូខេចុចយកប្រុសមកបាទបន្តមកទៀតថ្ងៃខែឆ្នាំកំណើតបងប្អូនណាគឺយើងដាក់ថ្ងៃខែឆ្នាំកំណើតត្រង់កន្លែងនេះត្រង់កន្លែងខ្ញុំគូបងប្អូនក្រហមមានបីសញ្ញាព្រួយចំពីលើហ្នឹងបាទបងប្អូនកើតនៅឆ្នាំ900ប្រមាណបាទឥឡូវខ្ញុំដាក់ឆ្នាំ900បាទ88សូមបញ្ជាក់ទៅកាន់បងប្អូនថាបើសិនជាយើងអាយុក្រោម18ឆ្នាំខាងក្នុងហ៊ុននឹងគេអត់ឲ្យយើងខ្ចីទេបងប្អូនណាអ្នកអាចកម្ចីប្រាក់នៅក្នុងកម្មវិធីនឹងបានបងប្អូនត្រូវតែមានអាយុចាប់ពី18ឆ្នាំឡើងលើបាទ
ខ្ញុំកើតឆ្នាំ988ខែកញ្ញាបាទថ្ងៃទី30បាទតើពីយើងមករើសថ្ងៃខែឆ្នាំកំណើតចឹងរួចឲ្យបន្តមកទៀតយើងចុចត្រង់កន្លែងពាក្យថាយល់ព្រមបងប្អូនណានេះឃើញទេអក្សរខ្មែរគេដាក់ថាយល់ព្រមបាទចុចបកមកបាទអូខេបន្តមកទៀតត្រង់កន្លែងនេះគេសុំឲ្យយើងនឹងបញ្ជាក់ថាតើយើងនៅលាវឬក៏មានគ្រួសារមានន័យថាយើងនៅលាវឬក៏រៀបការរួចហើយអីចឹងបងប្អូនហ្នឹងហើយចឹងបងប្អូនមកចុចត្រង់កន្លែងខ្ញុំអាគូមងពើក្រហមនឹងមកបាទចុចចង់ទៅលើនឹងពណ៌មកតើមកបងប្អូននឹងឃើញនេះគេដាក់ថាមិនទាន់រៀបការបាទនេះឃើញទេហើយបានរៀបការបានលេខលះពោះម៉ាយហ្នឹងហើយ4យ៉ាងបើសិនបងប្អូនពោះម៉ាយបងប្អូនដាក់ពោះម៉ាយទៅបើសិនបងប្អូនបានលេងលះគ្នាជាមួយនឹងប្រពន្ធឬក៏ប្តីបងប្អូនយកបានលេងលះបើសិនបងប្អូនរៀបការរួចហើយបងប្អូនយកបានរៀបការចឹងទៅបងប្អូនណាបាទចឹងខ្ញុំដាក់ថាពោះម៉ាយឧទាហរណ៍ណាបាទទៅមកទៀតត្រង់កន្លែងនេះគេឲ្យយើងដាក់បញ្ចូលអសតដ្ឋានដែលយើងរស់នៅបងប្អូនណាយើងរស់នៅខេត្តអីខេត្តបាត់ដំបងសៀមរាបពោធិ៍សាត់កំពង់ឆ្នាំងកំពង់ស្ពឺព្រះសីហនុកំពតតកែវអីជាដើមបងប្អូនណាហ្នឹងហើយអញ្ចឹងបងប្អូនចុចបកមកបាទអូខេបន្តមកបងប្អូនជ្រើសរើសទៅបងប្អូននៅខេត្តអីខេត្តបាត់ដំបងបងប្អូនយកបាត់ដំបងនៅកកុងបងប្អូនយកកកុងណាហ្នឹងហើយឥឡូវខ្ញុំលើកឧទាហរណ៍ថាខ្ញុំយកព្រះសីហនុអញ្ចឹងខ្ញុំដាក់ព្រះសីហនុសូមអធិស្ឋានខ្ញុំយកខេត្តផ្សេងវិញបាទខ្ញុំយកខេត្តកំពង់ឆ្នាំងបាទខ្ញុំដាក់កំពង់ឆ្នាំងចុះហើយអានេះកំពង់ធំតាមើលអក្សរច្រឡំបាទឯណាតែកំពង់ឆ្នាំងខ្ញុំរកមើលសិនបាទកំពង់ឆ្នាំងកំពង់ធំបាទរកមើលសិនបងប្អូនណាបាទពោធិ៍សាត់នេះអូតាមខ្ញុំយកមកបាទកំពង់ឆ្នាំងហើយណាឥឡូវខ្ញុំដាក់ឲ្យពោធិ៍សាត់បដ ாய் ទៅគ្រាន់តែលើកឧទាហរណ៍ទេតើមកយើងមកសរសេរភូមិឃុំនៅត្រង់កន្លែងខ្ញុំអាគូមងពើក្រហមនេះណានឹងបងប្អូននៅឃុំអីភូមិអីចឹងបងប្អូនដាក់មកបាទឥឡូវខ្ញុំដាក់ថាខេត្តបាទពោធិ៍សាត់បាទនឹងហើយស្រុកបាទស្រុកកណ្ដៀងឧទាហរណ៍អានេះខ្ញុំគ្រាន់តែលើកឧទាហរណ៍ទេបាទលើកឧទាហរណ៍ឲ្យបងប្អូនមើលទេបាទកណ្ដៀងខេត្តកណ្ដៀងបាទនេះខេត្តកណ្ដៀងបាទឃុំបាទនេះខ្ញុំគ្រាន់តែលើកឧទាហរណ៍ទេបងប្អូនដាក់ល្មិចក៏ដាក់ទៅបាទអូខេហ្នឹងហើយភូមិបាទយើងដាក់ភូមិទៀនមកបាទដើម្បីធ្វើការបញ្ជាក់បាទជាមួយនឹងក្រុមហ៊ុនរបស់គេបាទជិះវៀងយើងបាទបោកប្រាស់គេអញ្ចឹងបងប្អូនហ្នឹងហើយគឺគេឲ្យយើងធ្វើតាមគោលការណ៍របស់គេតើពីយើងបានដាក់ខេត្តឃុំស្រុកអីរួចអស់ហើយបន្តមកទៀតត្រង់កន្លែងនេះគឺយើងដាក់បញ្ចូល Gmail របស់យើងបងប្អូនណាហ្នឹងហើយយើងដាក់បញ្ចូល Gmail របស់យើងអញ្ចឹង Gmail របស់បងប្អូនមិនបងប្អូនដាក់មកបាទឥឡូវ Gmail ខ្ញុំមួយនេះបាទអូខេបន្តមកយើងមកចុចត្រង់កន្លែងពាក្យថាបានដាក់ស្នើបងប្អូនណាយើងឃើញទេកន្លែងខ្ញុំអាគូបងពើក្រហមមានបែកសញ្ញាព្រួយហ្នឹងបាទចុចបកទៅបាទអូខេអត់ទាន់ចប់ទេយើងនៅបន្តទៀត
បាទត្រង់កន្លែងនេះគេឲ្យយើងដាក់បញ្ចូលលេខទូរស័ព្ទដៃរបស់យើងដើម្បីឲ្យខាងក្រុមហ៊ុនគេនឹងទំនាក់ទំនងមកយើងពេលដែលដល់ថ្ងៃដែលយើងបង់ប្រាក់ទៅឲ្យគេវិញណាមានន័យថាយើងដល់ថ្ងៃសងប្រាក់គេវិញគឺយើងត្រូវតែដាក់លេខឲ្យគេទំនាក់ទំនងមករកយើងបានបាទចឹងបងប្អូនរកលេខណាដែលបងប្អូនអើយដាក់ឲ្យគេអាចធ្វើការទំនាក់ទំនងមករកយើងហ្នឹងហើយឥឡូវខ្ញុំសូមស្តុបវីដេអូបន្តិចត្រង់កន្លែងនេះបាទឥឡូវខ្ញុំបានដាក់បំពេញលេខទូរស័ព្ទខ្ញុំរួចហើយនេះឈ្មោះខ្ញុំបាទបន្តមកទៀតគឺយើងដាក់លេខទូរស័ព្ទសាច់ញាតិរបស់យើងហ្នឹងហើយលេខទូរស័ព្ទសាច់ញាតិហ្នឹងបងប្អូនចេះតែដាក់ទៅហ្នឹងហើយបងប្អូនដាក់ល្មិចក៏ដាក់ទៅបាទហើយខ្ញុំគ្រាន់តែលើកឧទាហរណ៍ទេណាបាទអញ្ចឹងខ្ញុំដាក់ម្ដាយហ្នឹងហើយខ្ញុំដាក់ម្ដាយបាទបន្ទាប់មកយើងបញ្ចេញត្រង់កន្លែងនេះបាទកន្លែងខ្ញុំបាទគូមបងពលក្រហមនេះម្ដងទៀតបងប្អូនណានេះកន្លែងចុងព្រួយខ្ញុំបាទចង់អននេះហើយអូខេអញ្ចឹងយើងចុចមកបាទហើយយើងរកលេខទូរស័ព្ទយើងឲ្យគេទំនាក់ទំនងមកបាទឥឡូវខ្ញុំដាក់លេខទូរស័ព្ទមួយនេះបាទអូខេតទៅទៀតយើងដាក់បំពេញលេខសាច់ញាតិយើងម្ដងទៀតគឺយើងដាក់មិត្តរួមការងារចុះអូខេបន្តមកបងប្អូនមកចុចបញ្ជូនត្រង់កន្លែងនេះមកកន្លែងខ្ញុំគូវងពណ៌ក្រហមមានបាញ់សញ្ញាព្រួយនៅចំពេលលើហ្នឹងបាទចុចបកមកបាទបន្តមកយើងរងចាំមួយភ្លាសិនបងប្អូនបាទហើយសូមកុំខ្ញុំដាក់លេខទូរស័ព្ទខុសបាទហើយនេះលេខទូរស័ព្ទនេះគឺខ្ញុំដាក់អត់ត្រូវទេបាទគេឲ្យយើងរកលេខទូរស័ព្ទថ្មីអូខេចាំមួយភ្លាសិនបាទសូមអធិស្ឋានផងបាទបន្តមកយើងចុចពាក្យថាបានដាក់ស្នើម្ដងទៀតមកបាទអូខេហើយយើងរងចាំអូខេមកដល់ចំណុចត្រង់កន្លែងនេះគឺគេឲ្យយើងជ្រើសរើសកងធនាគារដែលអាចទទួលប្រាក់កម្ចីពីក្រុមហ៊ុននឹងបានបងប្អូនណាបាទអញ្ចឹងដូចខ្ញុំបញ្ជាក់ទៅកាន់បងប្អូនទាំងអស់គ្នារួចហើយការកម្ចីប្រាក់នៅក្នុងកម្មវិធីហ្នឹងបងប្អូនត្រូវតែមានកង AVA និងវិញបាទទើបយើងអាចធ្វើការកម្ចីបានបងប្អូនណាហ្នឹងហើយបងប្អូនចុចបកមកនេះឃើញគេដាក់មានAVA និងវិញបងប្អូនណាហ្នឹងហើយចឹងបើសិនជាបងប្អូនប្រើ AVA បងប្អូនយក AVA ទៅបើសិនជាបងប្អូនប្រើវិញបងប្អូនយកវិញទៅខ្ញុំប្រើ AVA ខ្ញុំចុចចំទៅលើ AVA បាទបន្តមកទៀតគេឲ្យយើងដាក់បំពេញឈ្មោះនៅក្នុងកងធនាគាររបស់យើងហ្នឹងហើយឧទាហរណ៍ថាបងប្អូនឈ្មោះអីឥឡូវខ្ញុំដាក់ឈ្មោះវ៉នគឹមសឿងបាទអានឹងឈ្មោះកងខ្ញុំបាទបន្តមកត្រង់កន្លែងនេះគឺគេឲ្យយើងដាក់លេខកង់ដើម្បីទទួលប្រាក់បាទទទួលប្រាក់ពីកម្មវិធីហ្នឹងពេលគេត្រួតពិនិត្យរួចហើយគេនឹងបាញ់លុយចូលមកតាមលេខកង់ធនាគាររបស់យើងនឹងដោយស្វ័យប្រវត្តិបងប្អូនហ្នឹងហើយអូខេអញ្ចឹងទៅនឹងខ្ញុំសូមស្តុបវីដេអូបន្តិចសិនបាទឥឡូវខ្ញុំដាក់បញ្ចូលលេខកង់របស់ខ្ញុំបាទហើយខាងក្រោមនេះគឺយើងបញ្ជាក់លេខកង់យើងម្ដងទៀតបងប្អូនណានេះឃើញទេនេះយើងដាក់បញ្ជាក់មកបាទយើងដាក់បញ្ចូលលេខកង់យើងម្ដងទៀតមកបាទបន្តមកទៀតបងប្អូនមកចុចបញ្ជូនត្រង់កន្លែងនេះមក
បន្ទាប់ពីយើងបានដាក់បញ្ចូលឈ្មោះនិងលេខកង់ធនាគារយើងរួចហើយបងប្អូនមកចុចបញ្ជូនត្រង់ទៅនឹងមកបាទជាការស្រេចបន្ទាប់មកយើងរងចាំបងប្អូនណានឹងឲ្យយើងធ្វើការរងចាំរយៈពេល15នាទីនឹងឲ្យលុយនឹងចូលកង់យើងដោយស្វ័យប្រវត្តិហើយបាទអូខេចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងឯងបាទហើយចាំក្រោយខ្ញុំនឹងមកបង្ហាញនៅកម្មវិធីផ្សេងទៀតឲ្យបងប្អូនអាចធ្វើការកម្ចីប្រាក់បាទអញ្ចឹងខ្ញុំបញ្ចប់តែប៉ុណ្្នឹងចុះសូមអរគុណនិងសូមជម្រាប